សួស្តីបងប្អូនអរគុណសម្រាប់ការតាមដានជាមួយនឹងក្តី5កណ្ដាស់អរគុណសម្រាប់ការជួយចុច follow និង share អញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ពាក់ព័ន្ធទៅលើ JCB ថ្ងៃនេះខ្ញុំលើកយកពាក់ព័ន្ធទៅលើ JCB 2DX JCB 2DX ខុសជាមួយនឹង JCB 3CX បងប្អូនណាខុសគ្នាទី1ពាក់ព័ន្ធទៅលើម៉ាស៊ីនត្រជាក់ហើយអ្វីដែលខុសខ្លាំងទី2នោះគឺតម្លៃខុសខ្លាំងមែនតើបងប្អូនតម្លៃខុសរហូតដល់ឆិត 50% នៃ CTX ណាបងប្អូនណា 3CX ណាចឹង JCB 2DX ខុសគ្នាតម្លៃបងប្អូនចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់បានជាមួយនឹង 2DX អាចទាក់ទងបានតម្លៃវាធូរថ្លៃមែនទែនណាបងប្អូនចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់បានឬក៏ចង់សួរព័ត៌មានបន្ថែមអាចសួរបានជាមួយនឹងក្តី5ការ៉ាស់ចំណែកឯចង់បានរូបភាពលម្អិតអីបងប្អូនអាចតាក់ទងមកក្តី5ការ៉ាស់ឬក៏តាមរយៈ066 30ការ៉េ5គឺមាន Telegram ណាបងប្អូនអាចតាក់ទងបានចឹងអ្វីថ្ងៃនេះខ្ញុំលើកយកពាក់ព័ន្ធទៅលើ JCB 2DX ដោយសារតែ JCB 2DX វាមានពាក់ព័ន្ធទៅលើ 6 in 1បានន័យថាប្រើវាមានអាចមុខងារដល់តែ6នៅក្នុងពេលតែមួយក៏បានដែរបងប្អូនណាបានន័យថាគ្រឿងចាក់តែមួយទេយើងអាចប្រើបានមុខងារ6ក៏និយាយចឹងណាបងប្អូនចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ឬបងប្អូនចង់សួរព័ត៌មានលម្អិតអីអាចណែនាំបានជាមួយនឹងក្តី5ការ៉ាបានពាក់ព័ន្ធទៅលើការប្រើប្រាស់នោះយើងមានក្បាលបំពាក់គ្រប់ណាគ្រប់សម្រាប់តម្រូវការបងប្អូនយកទៅបំពាក់ទៅលើក្បាលបុកភូងឬក៏បងប្អូនប្រើប៉ែលណាមានប៉ែលឈូសប៉ែលអីណាមួយដោយសារសើអញ្ចឹងក៏មានដែរបើលើកបានខ្ពស់ដូចគ្នាបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ឬបងប្អូនកំពុងតែមានតម្រូវការទៅលើអាជីវកម្មរបស់បងប្អូនមិនចង់ប្រើជាមួយនឹងគ្រឿងចក្រដែលយើងប្រើគ្រឿងចក្រច្រើនប្រើតែគ្រឿងចក្រតែមួយយើងអាចនឹងបំពេញតម្រូវការបងប្អូនបានណាអញ្ចឹងបងប្អូនអាចប្រើជាមួយនឹង JCB 2DX ណាប៉ុន្តែនៅក្នុង stock របស់យើងមាន 2DX និង 3CX ណាតែសម្រាប់បងប្អូនដែលប្រើនៅកន្លែងការដ្ឋានក្តៅយើងគួរតែប្រើជាមួយនឹង 3CX ណា 3CX ដោយសារតែវាមានពពុះម៉ាស៊ីនត្រជាក់ណាបិទជុំវិញចំណែកឯ 2DX យើងយកមកនេះអត់មានម៉ាស៊ីនត្រជាក់ទេបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនមានតម្រូវការឬបងប្អូនមានចម្ងល់ឬក៏មានសំណួរអីថែមអាចតាក់ទងបានណាអាចតាក់ទងបានអរគុណជួបគ្នានៅវីដេអូក្រោយ